ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះរតនៈខ្ញុំមកពីក្រុម AJ30 ថ្ងៃនេះដែរខ្ញុំមករកនៅ comment សម្រាប់ check hardware និង system control នៅក្នុង YouTube អញ្ចឹងជាជំហានដំបូងយើងធ្វើការវាយនៅ comment ls CPU ដើម្បីយើងឆែកមើល CPU វាអញ្ចឹងបន្ទាប់ពីយើងវាយ comment ls CPU មកយើងវាយ comment មួយទៀតគឺ sudo apt install 8top អញ្ចឹងបន្ទាប់ពីយើងធ្វើការ install នៅ sudo apt install 8top នេះដើម្បីឆែក capacitor និង resource របស់វាបន្ទាប់មកយើងធ្វើការឆែកនៅ 8top មកវាមើលអូឡើយនេះខុស 8top អញ្ចឹងយើងឃើញវាកំពុងតែ run មាន system មានអីហ្នឹងបន្ទាប់មកយើងធ្វើការចុច Ctrl C មកយើងទៅវាយ comment មួយទៀតដើម្បីយើងឆែកទៅលើRAM ឬក៏ memory របស់វាហ្នឹងគឺ free.8 អញ្ចឹងបន្ទាប់ពីយើងវាយហើយវាការ show មកឲ្យយើងឃើញហើយជាជំហានបន្ទាប់យើងធ្វើការវាយcomment df.8 ដើម្បីយើងឆែកទៅមើល hard disk របស់វាdf.8 ចឹងយើងឃើញ hard disk របស់វាហើយនៅពេលយើងវាយហ្នឹងវា show ឲ្យយើងមើលបន្ទាប់ពីដែលយើងឆែក hard disk វាហើយគឺយើងទៅ run នៅ command មួយគឺ ls blk ដើម្បីមើល device របស់វាចឹងយើងចុច enter មកនេះគឺមាន2បន្ទាប់ពីយើងវាយ command នឹងមកជាមានបន្ទាប់យើងធ្វើការវាយនៅ IPA ដើម្បីឆែកទៅ IP address របស់វាបន្ទាប់ពីឆែកមើល IPA ហើយយើងធ្វើការ run នៅ command ps aux ដើម្បីមើល processor នៅក្នុង PC របស់យើងអញ្ចឹងយើងចុច enter មកអញ្ចឹងវា show ឲ្យយើងឃើញហើយបន្ទាប់ពីយើង run នៅ command ហ្នឹងហើយយើងធ្វើការ run នៅ command kill មួយអញ្ចឹងបន្ទាប់ពី run នៅ command kill យើងធ្វើការ run នៅ command មួយវិញទៀតគឺ command sudo shutdown .on now ហ្នឹងមានន័យថានៅពេលដែលយើង run command ហ្នឹងទៅគឺវាធ្វើការ restart នៅម៉ាស៊ីនយើងភ្លាមបន្ទាប់មកបើសិនជាយើងដាក់ command shutdown now វិញ sudo shutdown now វិញមានថាយើងបិទម៉ាស៊ីនយើងភ្លាមអញ្ចឹងខ្ញុំធ្វើការ run នៅ command sudo shutdown now អញ្ចឹងវាទាមទារsudo shutdown អញ្ចឹងវាធ្វើការបិទនៅម៉ាស៊ីនយើងអញ្ចឹងជាចុងក្រោយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ